ពេលនេះថៃរៀងធ្ងន់កយរវល់តែរៀបគម្រោងរវល់តែរៀបព័ត៌មានដើម្បីលាបពណ៌មកលើកម្ពុជាដើម្បីឈ្លានពានកម្ពុជាដើម្បីរាយបលាលុះនៅលើទឹកដីប្រទេសកម្ពុជាភ្លេចមើលនៅក្នុងផ្ទះខ្លួនឯងកំពុងតែមានបញ្ហាត្រូវដោះស្រាយជាបន្ទាន់ពេលនេះខាងប្រជាជនថៃមានការបាតកម្មតាក់ទងទៅនឹងលេខផ្ទះអ្នកភូមិរហូតដល់4ខែដែលរាជរដ្ឋាភិបាលថៃមិនទាន់ដោះស្រាយមិនទាន់មានដំណោះស្រាយឲ្យជូនប្រជាជននៅក្រុងអយុធ្យាយើងខ្ញុំក៏សូមអរគុណទៅដល់ក្រសួងកម្មភារបានរៀបចំការងារឯកសារបែបបទធ្វើការលឿនខ្លាំងមែនទែនដាក់ទៅលើប្រទេសថៃអ្នកភូមិអយុធ្យាបានធ្វើការបិទផ្លូវលេខ309ដើម្បីទាមទាររាជរដ្ឋាភិបាលនឹងគឺបើកទ្វារទឹកដើម្បីជម្រះទឹកចេញពីតំបន់ដែលត្រូវនឹងមានគ្រោះថ្នាក់ប្រជាពលរដ្ឋមកពីឃុំបានគុំស្រុកបាងដែលមានផ្ទះរបស់ពួកគេនឹងបានលិចលង់រហូតទៅដល់ជម្រៅ3ទៅ4ម៉ែត្រអស់រយៈពេល4ខែទៅហើយរយៈពេល4ខែហ្នឹងគឺថៃកំពុងតែអុកឡុកកំពុងតែញោមញីនៅភូមិព្រែកច័ន្ទមែនទែនអាណិតតែប្រជាជនថៃទាំងបងប្អូនរាជរដ្ឋាភិបាលកំពុងតែឆ្លុះបង្វែងជាមួយនឹងអំណាចកំពុងតែឆ្លុះបង្វែងជាមួយនឹងការឈ្លានពានមកកម្ពុជាហើយកំពុងតែបំពេញកំពុងតែលាបពណ៌មកលើកម្ពុជាក៏ប៉ុន្តែភ្លេចមើលផ្ទះខ្លួនឯងកំពុងតែមានបញ្ហានៅក្នុងផ្ទះខ្លួនឯងលិចលង់ខ្ទេចខ្ទីនិយាយរួមទៅថៃមួយរយៈចុងក្រោយសប្តាហ៍ចុងក្រោយនេះគឺថៃមានព័ត៌មានទឹកចំនួនច្រើនមែនទែនមានទាំងពីលិចផ្លូវលិចផ្ទះអ្នកភូមិជាពិសេសនៅក្រុងអយុធ្យាហ្មងដែលមានបញ្ហាលិចលង់ខ្លាំងឲ្យមានដំណោះស្រាយឲ្យប្រជាជនទេឲ្យប្រជាជនគាត់មានការបាតកម្មដើម្បីដោះស្រាយបញ្ហាមួយហ្នឹងហើយប្រទេសខ្លួនឯងមិនដែលជាល្អយ៉ាងម៉េចនៅយុគ9ផង